សូមស្វាគមន៍ជាថ្មីមកកាន់គេហទំព័រអង្គរ Empire ជាមួយខ្ញុំបាទវិរៈបញ្ញាថ្ងៃនេះខ្ញុំបាទនឹងលើកឡើងអំពីជំងឺឆ្កែឆ្កួតអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឮនិងដឹងខ្លះហើយអំពីជំងឺនេះប៉ុន្តែអ្នកប្រហែលជាមិនបានដឹងអំពីភាពគ្រោះថ្នាក់ធ្ងន់ធ្ងរនៃជំងឺនេះទេជំងឺឆ្កែឆ្កួតត្រូវបានគេចាត់ទុកថាជាជំងឺដែលកាចសាហាវមួយប៉ុន្តែជំងឺនេះអាចការពារបាននៅជុំវិញពិភពលោកមានមនុស្ស 55,000 នាក់ស្លាប់ក្នុងមួយឆ្នាំស្មើនឹងម្នាក់ស្លាប់ក្នុង10នាទីដោយសារជំងឺនេះដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងមានមនុស្ស 800 នាក់ស្លាប់ដោយសារជំងឺឆ្កែឆ្កួតជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាអ្នកជំងឺឆ្កែឆ្កួតកម្រត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភាគច្រើនពួកគាត់ស្លាប់នៅផ្ទះម្យ៉ាងវិញទៀតប្រជាជនកម្ពុជាភាគច្រើនរស់នៅខេត្តដាច់ស្រយាលមិនមានលទ្ធភាពទៅទទួលការព្យាបាលជំងឺនេះឲ្យបានត្រឹមត្រូវឡើយជំងឺឆ្កែឆ្កួតគឺជាការឆ្លងមេរោគដែលបង្កឡើងដោយវីរុសវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ខួរក្បាលនិងខួរឆ្អឹងខ្នងទៅលើមនុស្សនិងពពួកសត្វនានាដែលចិញ្ចឹមកូនដោយទឹកដោះដូចជាសត្វឆ្កែសត្វឆ្មាជាដើមមេរោគឆ្កែឆ្កួតភាគច្រើនគឺឆ្លងតាមរយៈទឹកមាត់ប៉ុន្តែក៏អាចឆ្លងតាមរយៈទឹកដោះនិងទឹកនោមដែរជំងឺនេះអាចឆ្លងមកមនុស្សពីសត្វដែលមានផ្ទុកមេរោគឆ្កែឆ្កួតតាមរយៈការខាំរបស់សត្វមកលើមនុស្សការលិតនៅលើមុខរបួសដែលមានស្រាប់និងការខ្វាយរបស់សត្វមកលើមនុស្សនៅពេលដែលមានការខាំមកលើមនុស្សមេរោគឆ្កែឆ្កួតត្រូវបានឆ្លងតាមរយៈទឹកមាត់ចូលទៅក្នុងខ្លួនមនុស្សហើយវាបំបែកខ្លួនចូលទៅក្នុងប្រព័ន្ធសរសៃប្រសាទរួចមេរោគនេះធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅកាន់ខួរក្បាលរយៈពេលពីការខាំរហូតដល់ការចេញនៅរោគសញ្ញាអាចខុសគ្នាតាមគម្លាតជិតឬឆ្ងាយរវាងកន្លែងរបួសនិងខួរក្បាលបើសិនជាត្រូវបានសត្វខាំនៅត្រង់កឬមុខមនុស្សអាចចេញរោគសញ្ញាក្នុងអំឡុងពេលពី2ឬ3ថ្ងៃទៅ1អាទិត្យបើសិនជាខាំចំត្រង់ជើងនោះរោគសញ្ញាអាចចេញក្នុងអំឡុងពេលយូររហូតដល់3ខែនៅពេលដែលរោគសញ្ញានៃជំងឺនេះបានលេចឡើងលើអ្នកជំងឺហើយនោះឱកាសក្នុងការព្យាបាលឲ្យជាសះស្បើយគឺមានតិចតួចណាស់ព្រោះថាវីរុសបានជ្រាបទៅដល់ខួរក្បាលរបស់អ្នកជំងឺបាត់ទៅហើយដូចនេះចាំបាច់បើមានសត្វខាំត្រូវតែទៅចាក់វ៉ាក់សាំងការពារជាបន្ទាន់ដំបូងអ្នកជំងឺឆ្កែឆ្កួតមានរោគសញ្ញាស្រដៀងនឹងអ្នកជំងឺផ្ដាសាយដែរបន្ទាប់មកអ្នកជំងឺនឹងមានរោគសញ្ញាដូចជាឈឺក្បាលខ្លាំងចុកក្នុងពោះខ្លាចទឹកថប់អារម្មណ៍ពិបាកដកដង្ហើមរវើរវាយបាត់បង់ស្មារតីមិនអាចកម្រើកបានពិបាកលេបអាហារនិងទឹកហៀទឹកមាត់មានសម្លេងខុសប្រក្រតីរហូតអាចឈានដល់ការប្រកាច់ឬសន្លប់រួចស្លាប់តែម្ដងអ្នកជំងឺឆ្កែឆ្កួតភាគច្រើននឹងស្លាប់ក្នុងរយៈពេលពី2ទៅ10ថ្ងៃក្រោយការចេញរោគសញ្ញាដំបូងអ្នកអាចការពារខ្លួនរបស់អ្នកពីជំងឺឆ្កែឆ្កួតដោយកុំប្រឡែងឬចូលទៅជិតសត្វឆ្កែដែលអ្នកមិនដែលស្គាល់ឬគ្មានម្ចាស់នៅក្បែរការពារកុំឲ្យមានការលិតពីសត្វទៅលើមុខរបួសរបស់អ្នកអាចយកសត្វចិញ្ចឹមរបស់អ្នកទៅចាក់វ៉ាក់សាំងការពារពីមេរោគនេះបើសិនជាអ្នកត្រូវបានឆ្កែខាំអ្នកត្រូវលាងមុខរបួសនឹងសាប៊ូរយៈពេល15នាទីឬលាងមុខរបួសដោយទឹកសម្រាប់មេរោគបេតាឌីនបើជៀសវាងបានសូមកុំដេរឬរុំមុខរបួសបន្ទាប់មកត្រូវស្វែងរកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតឲ្យបានឆាប់រហ័សសរុបមកជំងឺឆ្កែឆ្កួតជាជំងឺដែលកាចសាហាវតែជំងឺនេះអាចការពារបាននៅពេលដែលមានសត្វខាំឬខ្វាចដាច់ខាតបងប្អូនត្រូវតែទៅចាក់ថ្នាំការពារនៅវិទ្យាស្ថាន Pasteur ឬវិទ្យាស្ថានជាតិសុខភាពសាធារណៈនានាជាចុងបញ្ចប់ខ្ញុំសូមឲ្យបងប្អូនជួយចែករំលែកវីដេអូអប់រំនេះដើម្បីចូលរួមជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទាំងអស់ជាពិសេសបងប្អូនដែលរស់នៅតាមទីដាច់ស្រយាលបានយល់ដឹងអំពីបញ្ហានេះសូមអរគុណពីខ្ញុំវីរៈបញ្ញាអង្គរ Empireអូនញ៉ាំបាយឬនៅគេឬនៅជីវ៉ាពីនឹងសួរអូនរាល់ថ្ងៃតែព្យាយាមស្និទ្ធស្នាលនឹងរូបស្រីក៏ព្រោះតែចង់ឲ្យអូនយល់ពីអត្ថន័យដែលស្រឡាញ់អូន